ការធ្វើ CPR របស់ពេទ្យម្នាក់លើអ្នកជំងឺជាស្ត្រីកំពុងស្ថិតក្នុងការស៊ើបអង្កេត CPR performed by Health Center Director CPR ដែលមួយចំនួនគេហៅថា CPR គឺជាវិធីសង្គ្រោះបឋមដោយសង្កត់ទ្រូងនិងជួយដកដង្ហើមដើម្បីជួយអ្នកដែលបេះដូងឈប់ដំណើរការ performance មានន័យថាបានអនុវត្តឬបានធ្វើ Health Center Director មានន័យថាប្រធានមណ្ឌលសុខភាព Medical Experts Launch Official Investigation Medical Experts មានន័យថាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ Official Investigation មានន័យថាការស៊ើបអង្កេតជាផ្លូវការដូច្នេះ Medical Experts Launch Official Investigation មានន័យថាក្រុមអ្នកជំនាញវិទ្យាសាស្ត្របានចាប់ផ្ដើមការស៊ើបអង្កេតជាផ្លូវការការធ្វើ CPR របស់ប្រធានមណ្ឌលសុខភាពសិទ្ធិបូរលើអ្នកជំងឺជាស្ត្រីកំពុងស្ថិតក្នុងការស៊ើបអង្កេតសកម្មភាពសង្គ្រោះមុខងារបេះដូងនិងសួត CPR លើអ្នកជំងឺជាស្ត្រីវ័យក្មេងម្នាក់នៅលើរថយន្តសង្គ្រោះបន្ទាន់របស់ប្រធានមណ្ឌលសុខភាពសិទ្ធិបូរកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់មន្ត្រីជំនាញនេះបើតាមអះអាងរបស់លោកគៀមពិសិដ្ឋប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្តកណ្ដាលកាលពីព្រឹកថ្ងៃទី4ខែសីហាឆ្នាំ2026នេះលោកគៀមពិសិដ្ឋអះអាងថាក្រុមការងារជំនាញបានចុះទៅដល់មណ្ឌលសុខភាពសិទ្ធិបូរដើម្បីស្រាវជ្រាវនិងសាកសួរអ្នកពាក់ព័ន្ធក្នុងហេតុការណ៍ដោយផ្ទាល់ដើម្បីរកយុត្តិធម៌ដល់ភាគីពាក់ព័ន្ធការងារនេះខ្ញុំបានឲ្យក្រុមការងារចុះទៅស្រាវជ្រាវហើយបើរកឃើញថាវាមានប៉ះពាល់ទៅដល់សេចក្តីថ្លៃថ្នូរនិងកិត្តិយសរបស់ស្ត្រីឬក៏អ្នកជំងឺយើងនឹងចាត់វិធានការទៅលើក្រុមសីលធម៌របស់ពេទ្យហើយទី2យើងមានជាក្រុមការងារអធិការកិច្ចឬក៏យើងធ្វើរបាយការណ៍ទៅដល់អភិបាលខេត្តដើម្បីធ្វើការងារបន្តទៀតសិទ្ធិអំណាចមន្ទីរសុខាភិបាលបានត្រឹមតែចាត់វិធានការលើក្រុមសីលធម៌លោកគៀមពិសិដ្ឋបានសង្កត់ធ្ងន់ថាបើរកឃើញថាគ្រូពេទ្យពិតជាមានចេតនាបៀតបៀនជនរងគ្រោះពិតមែននោះចំណាត់ការមិនជាប់ត្រឹមវិធានការរដ្ឋបាលឬការពិន័យលើក្រុមសីលធម៌និងវិជ្ជាជីវៈក្នុងនាមជាគ្រូពេទ្យនោះទេគ្រូពេទ្យនោះក៏ប្រឈមមុខនឹងចំណាត់ការច្បាប់ផ្សេងទៀតឬឈានដល់ការឡើងតុលាការយ៉ាងណាការបន្តនីតិវិធីដល់តុលាការគឺអាស្រ័យលើនីតិវិធីស៊ើបអង្កេតបន្តទៀតរបស់រដ្ឋបាលខេត្តនិងអ្នកពាក់ព័ន្ធនេះបើតាមប្រធានស្ដីទីមន្ទីរសុខាភិបាលខេត្តកណ្ដាលសូមជម្រាបថាការចោះស៊ើបសង្កេតរបស់អ្នកជំនាញនៃមន្ទីរសុខាភិបាលខេត្តកណ្ដាលលើប្រធានមណ្ឌលសុខភាពសិទ្ធិបូរកើតឡើងបន្ទាប់ពីវីដេអូឃ្លីបមួយដែលបង្ហាញពីសកម្មភាពធ្វើ CPR របស់ប្រធានមណ្ឌលសុខភាពសិទ្ធិបូរលើអ្នកជំងឺជាស្ត្រីមានភាពមិនត្រឹមត្រូវក្នុងវីដេអូប្រមាណ1នាទីកន្លះដែលបង្ហោះដោយសាច់ញាតិអ្នកជំងឺឃើញថាសកម្មភាពនៃការធ្វើ CPR របស់ប្រធានមណ្ឌលសុខភាពសិទ្ធិបូរគឺប្រឆចាកទាំងស្រុងពីលក្ខណៈបច្ចេកទេសត្បិតគ្រូពេទ្យមិនបានដាក់ដៃទាំងពីរសង្កត់លើសន្ទះទ្រូងរបស់អ្នកជំងឺទាល់តែសោះផ្ទុយទៅវិញគ្រូពេទ្យដាក់ដៃទាំងពីរលើទ្រូងឆ្វេងរបស់អ្នកជំងឺក្នុងកាយវិការសង្កត់បែបបន្លំស្ទាបច្របាច់ទៅវិញមហាជនខឹងសម្បាយ៉ាងខ្លាំងចំពោះសកម្មភាពអសិលធម៌លើអ្នកជំងឺនិងរិះគន់ថាគ្រូពេទ្យមិនគួរប្រើអាជីពរបស់ខ្លួនទៅបៀតបៀនលើយុវតីដែលកំពុងមានបញ្ហាសុខភាពនោះទេចំពោះករណីនេះមហាជនក៏រងចាំមើលចំណាត់ការមន្ទីរសុខាភិបាលនិងអ្នកពាក់ព័ន្ធផងដែរដើម្បីផ្ដល់នូវយុត្តិធម៌និងការពារសេចក្តីថ្លៃថ្នូររបស់អ្នកជំងឺ